លេខទាន់ហេតុការណ៍សម្រាប់ពលរដ្ឋនៅភ្នំពេញអាចប្តឹងទៅកាន់កម្លាំងអាវុធហត្ថនៅពេលដែលមានករណីផ្សេងសម្រាប់ពលរដ្ឋដែលត្រូវការអាសន្នជាបន្ទាន់សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងការបម្រើជូនប្រជាពលរដ្ឋអាចទំនាក់ទំនងផ្ដល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទជាពិសេសសម្រាប់ប្រជាពលរដ្ឋដឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃលេខទាន់ហេតុការណ៍1291ជាគំនិតព្រួយផ្ដើមបំពាក់ឡើងដោយឧត្តមសេនីយ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងទទួលបានការអនុញ្ញាតឲ្យដាក់ដំណើរការពីលោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងរយៈកាលកន្លងមកពេលដែលបានទទួលសេចក្តីរាយការណ៍និងបណ្ដឹងប្រចាំថ្ងៃតាមរយៈលេខទូរស័ព្ទ1291ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក៏បានចុះដោះស្រាយជូនប្រជាពលរដ្ឋភ្លាមទាន់សភាពការប្រកបដោយភាពកក់ក្ដៅជាទីបំផុតជាស្រ័យហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញបានជួយសម្របសម្រួលដោះស្រាយពលរដ្ឋតាមរយៈសេចក្តីរាយការណ៍និងបណ្ដឹងតាមលេខទូរស័ព្ទបន្ទាន់1291ដែលមានដូចជាករណីហិង្សាករណីបែកថ្នាំអុកលុកគ្រួសារករណីដេញកាប់ប្លន់យកម៉ូតូករណីគ្រោះថ្នាក់ចរាចរណ៍ករណីអគ្គិភ័យករណីចាក់ធុងបាសរំខានដល់អ្នកជិតខាងពេលយប់ករណីលួចករណីទំនាស់អ្នកជិតខាងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននិងមានករណីផ្សេងទៀតដែលជាកង្វល់របស់ប្រជាពលរដ្ឋត្រូវការជំនួយជាចាំបាច់ហើយនឹងភ្លាមកាលពីចុងខែកញ្ញាឆ្នាំ2025កន្លងទៅថ្មីនេះលោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងបានបន្តចាត់ក្រុមការងារចុះធ្វើការផ្សព្វផ្សាយនៅលេខអន្តរាគមន៍បន្ទាន់ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានដឹងជាសាធារណៈនិងជ្រួតជ្រាបឲ្យបានកាន់តែច្រើនបំផុតនៅពេលដែលមានហេតុការណ៍បន្ទាន់កើតឡើងមិនថាយប់ឬថ្ងៃត្រូវការកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ1291ជារៀងរាល់ម៉ោងធ្វើការនិង24ម៉ោងលើ24ម៉ោងឬអាចតាក់ទងតាមបណ្ដាញ Telegram WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមលេខទូរស័ព្ទ031 ការ៉េ5 669ឬឆាតទៅ Page Facebook របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះថាភ្នំពេញ Gendarmes បាទនេះគឺជាការប្រកាសលេខបាទសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញរាជធានីភ្នំពេញទាំង14ខណ្ឌដែលមានលេខ1291នេះបងប្អូនដែលមានជួបហេតុគ្រោះថ្នាក់ផ្សេងក៏ដូចជាករណីលួចករណីប្លន់ករណីចាប់ជំរិតករណីប្រើប្រាស់គ្រឿងញៀនករណីធ្វើអ្វីនៅពេលយប់ជ្រៅកណ្ដាលត្រៀតបាទគឺអាចខលតលេខនេះបានគឺជំនាញអន្តរាគមន៍នឹងចុះមកដល់ភ្លាមតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលនៅរាជធានីភ្នំពេញគឺអាចកត់លេខនេះទុកបាទគឺ1291គឺជាលេខពិសេសរបស់អន្តរាគមន៍មិនទាន់ទៅដល់ជួយទៅដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញរាជធានីភ្នំពេញបាទទាំង14ខណ្ឌអញ្ចឹងក៏សូមអំពាវនាវទៅដល់លេខអន្តរាគមន៍តាមបណ្ដាខេត្តនីមួយៗសូមបង្ហាញលេខទូរស័ព្ទទៅដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍ជូនទៅដល់សមត្ថកិច្ចជាពិសេសករណីផ្សេងនឹងទាន់ពេលវេលាហេតុការណ៍ដែលមើលមិនឃើញនោះបាទជាពិសេសគឺអរគុណមែនទែនទៅដល់កងកម្លាំងអន្តរាគមន៍ពិសេសជាពិសេសគឺអាវុធហត្ថរាជធានីភ្នំពេញដែលគាត់បានផ្ដល់ជាលេខទូរស័ព្ទសម្រាប់ការទំនាក់ទំនងទៅដល់ប្រជាពលរដ្ឋក្នុងគ្រោះមានអាសន្នផងដែរករណីអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនក្រុមក្មេងចម្លង6នាក់ទៅកាន់តុលាការក្មេងចម្លង2ក្រុមដែលត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបញ្ជូនទៅកាន់តុលាការក្រោយការឃាត់ខ្លួនបាន6នាក់បន្ទាប់ពីក្រុមក្មេងចម្លងទាំងអស់នេះ
បើកឆាបរីគ្នាប្រដាប់ដោយដាវការបំផ្លាញម៉ូតូរបស់ជនរងគ្រោះរួចកិច្ចខ្លួនទៅតាមបណ្ដាខេត្តបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអាវុធហត្ថរីធានីភ្នំពេញក្នុងខណ្ឌចំការមនបានចុះអន្តរាគមន៍ភ្លាមគាត់ខ្លួនបានអ្នកពាក់ព័ន្ធដែលមានឈ្មោះលឹមបញ្ញាផេតប្រអាយុ18ឆ្នាំមុខរបរជាអ្នកដឹកជញ្ជូនបន្ទាប់មកនៅវេលាម៉ោង 2:30 នាទីនៃថ្ងៃកម្លាំងជំនាញអាវុធហត្ថរីធានីភ្នំពេញបានលាតដានសមត្ថកិច្ចដល់ខេត្តកំពង់ចាមបែសហការជាមួយនឹងអាវុធហត្ថខេត្តកំពង់ចាមនិងកម្លាំងជំនាញអាវុធហត្ថស្រុកកងមាសរកឃើញអ្នកពាក់ព័ន្ធចំនួន3អ្នកបន្ថែមទៀតទី1ឈ្មោះម៉ៅរិទ្ធាផេតប្រអាយុ23ឆ្នាំក៏ជាមុខរបរជាអ្នកដឹកជញ្ជូនទី2លឹមសៀវម៉េងផេតប្រអាយុ21ឆ្នាំមុខរបរអ្នកដឹកជញ្ជូនទី3ឈ្មោះហេងរិទ្ធីស័កផេតប្រអាយុ23ឆ្នាំក៏ជាមុខរបរអ្នកដឹកជញ្ជូនលុះព្រឹកម៉ោង 1:30 នាទីកម្លាំងជំនាញរបស់អាវុធហត្ថរីធានីភ្នំពេញបានបន្តលាតដានសមត្ថកិច្ចដល់ខេត្តតាកែវដែលសហការជាមួយនឹងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវអាវុធហត្ថក្រុងដុនកែវរកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀតមានឈ្មោះជុំសុមនីផេតប្រអាយុ25ឆ្នាំមុខរបរជាអ្នកដឹកជញ្ជូនក្រោយមកទៀតនៅវេលាម៉ោង 4:40 នាទីកម្លាំងជំនាញអាវុធហត្ថរីធានីភ្នំពេញរកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀតឈ្មោះធីលីហងផេតប្រអាយុ25ឆ្នាំមុខរបរមិនពិតប្រាកដព្រមជាមួយនឹងដាវមួយដើមនៅបន្ទប់ជួលចំណុចផ្លូវនរោត្តមភូមិ16សង្កាត់ទលេបាសាក់ខណ្ឌចំការមនក្រោយពីវិធានការជំនាញក្មេងទាំង6នាក់បានសារភាពបានឲ្យដឹងដោយគ្នាថាពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំឡុងហិង្សាទៅវិញទៅមកធ្វើឲ្យខូចខាតដោយចេតនានៅម៉ូតូចំនួន1គ្រឿងដោយជាការរៀបរាប់ខាងលើពិតប្រាកដមែនក្មេងទំនើង6នាក់និងវត្ថុតាងក៏ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរីធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំណែកបកពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើដែលនឹងកំពុងរត់គេចខ្លួនសមត្ថកិច្ចជំនាញអាវុធហត្ថរីធានីភ្នំពេញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្តផងដែរបាទនេះគឺជាករណីក្មេងទំនើងដែលបានឃាត់ខ្លួនចំនួន6នាក់នៅតាមបណ្ដាខេត្តនីមួយៗហើយបានសហការជាមួយនឹងអាវុធហត្ថរីធានីភ្នំពេញក៏សហការជាមួយនឹងអាវុធហត្ថខេត្តកំពង់ចាមអាវុធហត្ថខេត្តតាកែវគឺបានឃាត់ខ្លួននៅក្មេងទំនើង6នាក់ដែលបានធ្វើការប្រើអំពើហិង្សាទៅលើជនរងគ្រោះបាទកាប់ម៉ូតូអស់លីងអញ្ចឹងគឺចាប់បានឥឡូវនេះកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញផងដែរចឹងសម្រាប់បងប្អូនដែលត្រូវការលេខទូរស័ព្ទទំនាក់ទំនងកងរាជអាវុធហត្ថអន្តរាគមន៍ពិសេសគឺលេខដែលមានលេខទូរស័ព្ទ1291សូមអរគុណសូមជម្រាបលា